ជំរាបសួរស្វាគមន៍ពុកម៉ែបងប្អូនមកកាន់ Channel YouTube របស់នាងខ្ញុំនៅក្នុងថ្ងៃនេះនាងខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនពីមុខម្ហូបមួយមុខដែលខ្ញុំចូលចិត្តធ្វើគឺឆាទំពាំងជូរសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់បានចុច Like និង Subscribe Channel YouTube របស់នាងខ្ញុំសូមជួយ Subscribe ឲ្យនាងខ្ញុំផងជូនពរឲ្យពុកម៉ែបងប្អូនមានសុខភាពល្អរកស៊ីមានបានអរគុណច្រើនអាហារថ្ងៃត្រង់រដងគឺធ្វើម្ដងពី3មុខប៉ុន្តែថ្ងៃនេះគឺធ្វើតែ1មុខទេចំពោះគ្រឿងផ្សំដែលខ្ញុំត្រូវយកមកធ្វើនៅក្នុងមុខម្ហូបមួយមុខនេះគឺមានទំពាំងជូរសាច់មាន់ម្រះព្រៅម្ទេសខ្ទឹមរួមនឹងទឹកត្រីស្ករក្រហមប៊ីចេងចំពោះរសជាតិវិញគឺយកបែបជូរអែមចំពោះទំពាំងជូរដែលខ្ញុំបានទិញពីផ្សារមកហ្នឹងគឺវាមានរសជាតិជូរស្រេចហើយប៉ុន្តែនៅពេលដែលយកមកឆាគឺខ្ញុំបានថែមជាមួយនឹងអំបិលទុំដើម្បីឲ្យឆាហ្នឹងវាមានជាតិជូរអែមហ្នឹងកាន់តែដិតទៀតធ្វើម្ហូបរាល់ថ្ងៃនេះគឺខ្ញុំគិតថាមិនដឹងថាត្រូវធ្វើម្ហូបអីទេពេលទៅផ្សារគឺឈរមើលអ្នកលក់វិញពេលខ្លះសួរអ្នកលក់ថាតើខ្ញុំត្រូវធ្វើម្ហូបអីហ្នឹងអញ្ចឹងអ្នកលក់ហ្នឹងគឺគាត់រាយរាប់មុខម្ហូបមកមិនចេះតិចមុខទេដោយការពីថ្ងៃមុនគឺខ្ញុំបានធ្វើត្រីបឹងកញ្ឆែតញ៉ាំលើកទី1មិនបានខ្ញុំនិយាយលើកទី1គឺដោយសារអ្នកផ្ទះខ្ញុំអត់ដែលធ្វើមុខម្ហូបនឹងញ៉ាំទេតែមានអីពុកម៉ែបងប្អូនធ្វើលើកទី1តែអ្នកផ្ទះថាអាចទទួលយកបានអញ្ចឹងអាចនឹងមានលើកទី2លើកទី3បន្តទៀតកើតមកជាមនុស្សស្រីគឺត្រូវតែចេះធ្វើម្ហូបព្រោះដើម្បីជួយកាត់បន្ថយការចំណាយដល់ពេលខ្ញុំនិយាយអញ្ចឹងទៅប៉ះពាល់ទៅដល់បងប្អូនដែលគាត់លក់ម្ហូបនៅតាមអាហារដ្ឋានផ្សេងជាក់ស្ដែងទាំងខ្ញុំទាំងគេគឺចង់ភ្លក់រសជាតិថ្មីអញ្ចឹងត្រូវទៅញ៉ាំនៅកន្លែងដែលគេលក់នឹងឯងបងយុទ្ធពេលណាបងយុទ្ធNhiều chảo rồi.បងប្អូនមានឆ្ងល់អត់ថាម៉េចបានមានផ្សិតច្បើងនៅនឹងក្នុងវីដេអូនឹងដែរគឺដោយសារតែខ្ញុំសង្ហប់ផ្សិតដែរថ្ងៃហ្នឹងតែខ្ញុំអត់ថតបង្ហាញជូនពុកម៉ែបងប្អូនទេដោយសារតែធ្លាប់ថតមកហើយឥឡូវនេះខ្ញុំមកចាប់ផ្ដើមកាប់សាច់មាន់ជាដុំធំមាន់ដែលខ្ញុំកំពុងតែកាប់ហ្នឹងគឺខ្ញុំយកមាន់3សាសទេមិនមែនជាមាន់ខ្មែរទេបើបានមាន់ខ្មែរទៀតគឺរសជាតិកាន់តែឆ្ងាញ់ហ្មងមុខម្ហូបថ្ងៃហ្នឹងគឺមានតែមួយមុខនឹងឯងខ្ញុំអត់បានធ្វើច្រើនមុខទេដោយសារតែពេលវេលាខ្លីផងណាមួយដោយសារថ្ងៃហ្នឹងនៅគ្នាតិចដែរអញ្ចឹងទៅក៏អត់ចង់ធ្វើម្ហូបច្រើននំតែសល់ទេមុខម្ហូបខ្លះខ្ញុំធ្វើទៅម៉ែត្រូវមាត់គាត់ប្រសាអស់តែបើសិនជាគាត់អត់ត្រូវមាត់ទេដឹងតែសល់ដល់ល្ងាចហើយអញ្ចឹងហើយមុននឹងធ្វើម្ហូបមួយមុខហ្នឹងគឺត្រូវសួរគាត់សិនថាគាត់ចង់ប្រសាអីអញ្ចឹងងាយស្រួលខ្ញុំធ្វើតើពីខ្ញុំបានរៀបចំគ្រឿងផ្សំគ្រប់មុខអស់ហើយឥឡូវនេះមកចាប់ផ្ដើមឆាទំពាំងជូរឥឡូវនេះតែម្ដងជាដំបូងនឹងគឺខ្ញុំត្រូវដាក់ខ្ទះសិនដើម្បីយើងលីងខ្ទឹមម្ទេសដែលយើងបានបុករួចនឹងត្រង់កន្លែងលីងខ្ទឹមម្ទេសនេះពុកម៉ែបងប្អូនត្រូវប្រយ័ត្នតិចដោយសារតែវាឈួលខ្លាំងអាចក្តាស់ឆ្លក់ជាមួយនឹងក្លិនព្រោះវាមានម្ទេសមានអីចឹងវាឈួលខ្លាំងបន្ទាប់ពីខ្ញុំបានបំពងខ្ទឹមម្ទេសហើយក៏ខ្ញុំថែមជាមួយនឹងស្ករក្រហមដើម្បីកន្លោចវាឲ្យឡើងពណ៌ពេលធ្វើម្ហូបម្ដងក៏ខ្ញុំចូលចិត្តប្រើស្ករក្រហមជាជាងស្ករសព្រោះអីបើនិយាយពីក្លិនវិញគឺវាឈ្ងុយជាងខ្ញុំនឹកឃើញកាលខ្ញុំទៅលេងសៀមរាបខ្ញុំបានទិញស្ករត្នោតពីខាងសៀមរាបនឹងមកហើយនិយាយពីរសជាតិក្លិនវិញឈ្ងុយត្នោតខ្លាំងណាស់ពុកម៉ែបងប្អូនចឹងបានថា
ពេលតលេងសៀមរាបអីមានប្រជាជនអីគាត់លក់របស់ធម្មជាតិសុបចឹងគួរតែជួយទិញគាត់ហើយនិយាយដល់សៀមរាបម្ដងណានឹកឃើញគឺចង់ទៅភ្លាមឯងដើរលេងនៅនឹងអត់ចេះធុញហ្មងទៅប្រហែលដងក៏អត់ធុញដែរសៀមរាបនឹងឥឡូវហ្នឹងគេកំពុងតែល្បីប្លង់ថតថ្មីនៅសៀមរាបទៀតចឹងកុំចាំយូរទំនេរថ្ងៃណាតលេងថ្ងៃនឹងទៅពុកម៉ែបងប្អូនពួកអីសៀមរាបលើវើល្ងាចចិត្តទេឥឡូវនេះងាកចូលមកក្នុងវីដេអូរបស់ខ្ញុំវិញដល់វគ្គថែមគ្រឿងវិញម្ដងបងប្អូនបាននិយាយពីរសជាតិវិញគឺយករសជាតិបែបជូរអែមហើយខ្ញុំក៏បានលួចបន្ថែមអំពិលទុំនៅខាងក្នុងនឹងតិចដែរដើម្បីឲ្យរសជាតិជូរអែមរបស់យើងនឹងវាដិតល្អបើសិនបើពុកម៉ែបងប្អូនចង់ឲ្យខ្ញុំធ្វើមុខម្ហូបអីផ្សេងអាចជួយខមមិននៅខាងក្រោមវីដេអូនេះបានហើយខ្ញុំនឹងធ្វើវីដេអូពីការធ្វើម្ហូបទៅតាមពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនអត់ខមមិនទេក៏ខ្ញុំនៅតែធ្វើវីដេអូពីការធ្វើម្ហូបហើយពេលខ្លះខ្ញុំឆ្លៀតទៅដើរលេងញ៉ាំអីនៅណាអញ្ចឹងក៏ខ្ញុំថតចូលក្នុងវីដេអូរបស់ខ្ញុំដែរបីឲ្យពុកម៉ែបងប្អូនខ្លះដែលគាត់តែងទៅតាមដានមើលវីដេអូរបស់ខ្ញុំគាត់មានវីដេអូមើលបន្តទៀតអញ្ចឹងណាបើសិនជាខ្ញុំអត់ធ្វើវីដេអូទេពួកគាត់អាចនឹងអត់មានអីមើលទេខ្លះគាត់សួររហូតទោះបីជាវីដេអូរបស់ខ្ញុំមើលទៅវាមិនទាន់ជាល្អ perfect មិនក៏ដោយគាត់ថាខ្ញុំធ្វើនេះដោយក្តីស្រឡាញ់ដោយការចែករំលែកបេតនេក៏ចង់ថតចែកជូនពុកម៉ែបងប្អូនមើលពីសកម្មភាពនៃការធ្វើម្ហូបអញ្ចឹងណាហើយបើសិនជាមានកន្លែងណាតខុសក៏សូមអធិស្ឋានអភ័យទោសផងព្រោះខ្ញុំមិនមែនជាអ្នកកែធ្វើម្ហូបជំនាញអីទេប៉ុន្តែជាការជួយចិត្តការថតការអីនេះគឺជាការជួយចិត្តហ្មងអញ្ចឹងបើសិនជាពុកម៉ែបងប្អូនស្រឡាញ់និងជួយចិត្តមើលវីដេអូរបស់ខ្ញុំសូមជួយ like និង subscribe channel YouTube របស់នាងខ្ញុំផងព្រោះតែមានតែពុកម៉ែបងប្អូនទេគឺជាកម្លាំងចិត្តដែលធ្វើឲ្យខ្ញុំគឺជាទឹកចិត្តមួយហ្មងសម្រាប់ខ្ញុំគឺឲ្យខ្ញុំធ្វើវីដេអូបន្តទៅមុខទៀតពុកម៉ែបងប្អូនឆ្ងល់ហើយថាមិនបាននិយាយយូរម៉េចអត់តាំងឃើញមានដាក់ segment ចូលអញ្ចឹងក៏ពិតខ្ញុំនឹងដាក់ឲ្យពុកម៉ែបងប្អូនមើលឥឡូវហើយគាត់ថាខ្ញុំចង់និយាយខ្លះពេលខ្លះវីដេអូខ្លះខ្ញុំអត់បាននិយាយខ្ញុំដាក់សំឡេងចម្រៀងអីចោលអញ្ចឹងណាប៉ុន្តែក្នុងវីដេអូនេះក៏មានពាក្យអីនិយាយខ្លះគឺខ្ញុំចង់អរគុណទៅដល់ពុកម៉ែបងប្អូនខ្លាំងមែនទែនដែលតែងតែគាំទ្រនិងមើលវីដេអូរបស់ខ្ញុំមិនថាคลิกចូលបានមួយនាទីគឺគាត់តែងតែចូលមើលហ្មងឥឡូវនេះគឺខ្ញុំចាប់ផ្ដើមដាក់ segment ចូលហើយដើម្បីរំងាស់សាច់មាន់ហ្នឹងឲ្យវាឆ្អិនល្អចំពោះមុខម្ហូបមួយមុខនេះតើតែមានម្ទេសឆាអញ្ចឹងបានហិលហោះឆ្ងាញ់ជាពិសេសហ្នឹងនៅពេលដែលវាចូលជាតិជាមួយនឹងទំពាំងជ្រក់របស់យើងហ្នឹងគឺធ្វើឲ្យរសជាតិទំពាំងហ្នឹងកាន់តែឆ្ងាញ់តែម្ដងឥឡូវនេះខ្ញុំដល់វគ្គដាក់ទំពាំងឆាជាមួយនឹងសាច់ហើយរសជាតិវិញពុកម៉ែបងប្អូនរើសតាមចំណង់ចំណូលចិត្តបានអញ្ចឹងខ្ញុំរំងាស់ប្រហែលជា10នាទីដើម្បីឲ្យវាចូលជាតិគ្នាជាមួយនឹងសាច់មាន់ហ្នឹងមកខ្ញុំនឹងដាក់ម្រះព្រៅជាការស្រេចមុខម្ហូបមួយមុខនេះញ៉ាំពេលថ្ងៃត្រង់ជាមួយនឹងភេសជ្ជៈត្រជាក់ទៀតមកគឺឆ្ងាញ់តែម្ដងឆាទំពាំងជូររបស់ខ្ញុំចាប់ផ្ដើមឆ្អិនហើយពុកម៉ែបងប្អូនជ័យមកពិសាអាហារថ្ងៃត្រង់ជាមួយនឹងខ្ញុំទាំងអស់គ្នា